បងមីងនៅផ្ទះម៉ែយើងលេបថ្នាំលើសឈាមក៏ដោយពេលដែលគាត់ជួនថ្ងៃណាមួយគាត់ឡើងឈាម20ឬ19ឬក៏18បងប្អូនកុំស្លន់ស្លោបងប្អូនបុកខ្ទឹមហ្នឹងឲ្យបាន2ខ្ពឹសធំនេះលឿនហើយក្រូចឆ្មា3ផ្លែបុកឲ្យច្របាច់ចូលហើយបងប្អូនជ្រោះវាហើយបញ្ជ្រក់គាត់បដ ாய் ទៅបាន3លឹកព្រាអត់ល្អហើយស្អែកវាស់ឈាមមើលអត់មានឡើងទេផ្កាយណាខ្ទឹមហ្នឹងហើយអ្នកថប់អណ្ដូងដកទៅហៅមករួចច្រាំវាលេបដូចថ្នាំពេទ្យចឹងឲ្យម៉ត់ទៅអកបដ ாய் អាហ្នឹងថប់អណ្ដូងផ្កាយណាព្រោះមីខ្ញុំគាត់កើតអីសរសៃបេះដូងឈាមគាត់សរសៃបេះដូងទុយខ្ញុំអាហ្នឹងខ្ញុំបុកអាហ្នឹងឲ្យគាត់ហូបឥឡូវដើរផល